จังหวะตัวสิ่งใดสำคัญในไงนี่กายประลึงให้นั่นวิญญาณกายคือจิตใดจิตเอาจิตสมบูรณ์กลางอาหารระบบกายคือจิตบายคือจิตปังโอเคvàคนนั้นยำใบยำปังคือมีกำลังน้องกายนี่ទី2គឺប្រលឹងគឺជាយើងពិតប្រកបនៅមុខព្រះអង្គគឺយើងជាប្រលឹងព្រះអង្គមិនមើលឃើញកាយទ្រង់ជាវិញ្ញាណព្រះអង្គមើលឃើញប្រលឹងហើយនឹងវិញ្ញាណយើងប្រលឹងយើងអាហារសម្រាប់ប្រលឹងគឺព្រះបន្ទូលគឺព្រះបន្ទូលអញ្ចឹងខ្លួនឯងត្រូវតែទទួលទានព្រះបន្ទូលឲ្យបានច្រើនរៀនឲ្យបានច្រើនអានឲ្យបានច្រើនទី3គឺវិញ្ញាណនេះគឺមកពីព្រះពេលណាមនុស្សស្លាប់ទៅវិញ្ញាណត្រឡប់ទៅឯព្រះវិញអាហារខាងឯវិញ្ញាណគឺសេចក្តីអធិដ្ឋាននៃការថ្វាយបង្គំព្រះវិញ្ញាណគឺជាវិស័យតាក់ទងរវាងប្រលឹងយើងហើយនឹងឋានវិញ្ញាណគឺជា Wi-Fi វិញ្ញាណគឺជា connection វិញ្ញាណគឺជាអ្វីដែលតាក់ទងនៅឋានវិញ្ញាណខ្លួនឯងមិនអាចទៅឋានវិញ្ញាណដោយស្រស់ចេះទៅអត់ទេអញ្ចឹងខ្លួនឯងត្រូវទៅដោយប្រលឹងជាមួយនឹងវិញ្ញាណអញ្ចឹងវិញ្ញាណគឺជា connection គឺជាតំណែងតំណងឲ្យយើងភ្ជាប់ជាមួយនឹងព្រះអង្គវិញសួរថាយើងផ្ដាច់នៅពេលណាជំនាន់អាដាមបានផ្ដាច់ព្រះអង្គរាប់ថាស្លាប់អាដាមទី1គឺអាដាមសាច់ឈាមអាដាមចុងក្រោយគឺអាដាមខាងឯវិញ្ញាណគឺព្រះអង្គចាស់ព្រះយេស៊ូវព្រះអង្គយកមកផែនដីដើម្បីយើងបានភ្ជាប់ជាមួយនឹងព្រះវរបិតាវិញគឺជាអាដាមខាងឯវិញ្ញាណអាដាមចុងក្រោយគឺអាដាមវិញ្ញាណអាដាមទី1បានធ្វើបាបបានដាច់អាដាមចុងក្រោយបានមកដោយវិញ្ញាណដើម្បីឲ្យយើងភ្ជាប់ជាមួយនឹងព្រះវរបិតាវិញបើសិនជាខ្លួនឯងគ្មានព្រះយេស៊ូវគ្មានព្រះបន្ទូលមិនអាចភ្ជាប់ជាមួយនឹងព្រះវរបិតាបានទេព្រមជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមព្រះទេមិនអាចទៅឲ្យព្រះវរបិតាបានឡើយចឹងធ្វើម៉េចឲ្យទៅដល់ឋានវិញ្ញាណទៅដល់ព្រះវរបិតាគឺតាមរយៈព្រះយេស៊ូវជាព្រះបន្ទូលព្រះយេស៊ូវជាសេចក្តីពិតត្រូវថ្វាយបង្គំព្រះអង្គដោយវិញ្ញាណហើយដោយសេចក្តីពិតអញ្ចឹងកាយប្រលឹងវិញ្ញាណនេះមានកាយទីពីគ្នាហើយយើងត្រូវចែកឲ្យដាច់យើងត្រូវសម្រាប់កាយឲ្យបានទុកគ្រាន់មកដកដង្ហើមរស់ទៅមកនៅលើផែនដីបានហើយប៉ុន្តែកុំឲ្យមានអំណាចយើងផ្សេងទៀតកុំឲ្យមានអំនួតកុំឲ្យមានកំហឹងបំរេះប្រាជ្ញាយកមកជំនួសប្រាជ្ញាព្រះអញ្ចឹងបង្ក្រាបវាធ្វើយ៉ាងម៉េចឲ្យបង្ក្រាបវាបានអង្គព្រះយេស៊ូវទ្រង់តបដើម្បីបង្ក្រាបសាច់ឈាមបានតបដើម្បីបង្ក្រាបសាច់ឈាមបានត្រូវតែលាងប្រលឹងធ្វើម៉េចលាងប្រលឹងថ្វាយបង្គំអានព្រះបន្ទូលជួបជុំគ្នាជ្រាបសរសើរដោយយើងមកថ្ងៃនេះយើងកំពុងតែមកលាងប្រលឹងយើងប្រលឹងត្រូវតែជាអ្នកមួយជាក្បាលចំហសម្រាប់កាយរាងកាយទាំងមូលកុំឲ្យកាយជាចំហប្រលឹងត្រូវធ្វើជាក្បាលនៃរូបកាយកុំឲ្យកាយអូសទាញទៅស៊ីផឹកប្រលឹងថានៅអញដល់ឯងទៅទេកាយថាទៅសុបាយមកផ្លេតស្វាយអង្គមចាំលើក្រោយទៅប្រលឹងថាអញដល់ឯងទៅទេអញ្ចឹងកាយអត់ទៅរួចទេអញ្ចឹងប្រលឹងយើងត្រូវคลายទៅជាសេរសាប្រលឹងត្រូវคลายទៅជាអ្នកដឹកនាំនៅក្នុងកាយទាំងមូលបើคนឯងចង់ដើរនៅក្នុងអំណាចវិញ្ញាណអធិដ្ឋានភាសាឡាតេឲ្យបានច្រើនថ្វាយបង្គំព្រះអង្គឲ្យបានច្រើននេះជាក្បួនជាខ្នាតជារូបមន្តដើម្បីខ្លួនឯងដើរនៅក្នុងវិញ្ញាណហើយដើរនៅក្នុងវិញ្ញាណចាំបាច់ទទួលព្រះវិញ្ញាណបរិសុទ្ធខ្លួនឯងមិនអាចអធិដ្ឋានភាសាមនុស្ស2ម៉ោងជាប់គ្នានិយាយចោលនិយាយឡើងជន់កែងខ្លួនឯងដដែលប៉ុន្តែភាសាដទៃអត់ចាំបាច់រៀបអត់ចាំបាច់ព្រៀងទុកអាមែនអញ្ចឹងភាសាដទៃជាជំនួយមួយដ៏អស្ចារ្យជាអំណោយទានដ៏អស្ចារ្យដើម្បីឲ្យយកនាំយើងនឹងដើរនៅក្នុងអំណាចវិញ្ញាណហើយបើសិនជាខ្លួនឯងមិនយកពេលវេលាអធិដ្ឋានទេខ្លួនឯងមិនអាចទទួលអីពីឋានវិញ្ញាណទេពីព្រោះអធិដ្ឋានភាសាដទៃធ្វើឲ្យយើងជ្រាបចូលម្ដងតិចទៅដល់ឋាន
Amen